នៅខាងខេត្តបាត់ដំបងយើងហ្នឹងមានទឹកធ្លាក់ពីលើថ្មហើយទឹកធ្លាក់ពីលើថ្មនេះដែរគឺស្ថិតនៅក្នុងស្រែស្រូវកាហ្វេដែលគេនិយមទៅលេងណាបងប្អូនហើយមិនបាច់ឆ្ងល់ទេថាទឹកនេះហូរមកពីណាធ្លាក់មកពីណាចាគឺវាធ្លាក់មកពីបឹងខាងក្រោយបឹងនៅខាងក្រោយហ្នឹងចាគឺធំមែនទែនហើយថ្លាតែម្ដងចាពេលយើងឃើញទៅគឺថាអូយពិតជាស្អាតមែនទែនបងប្អូនណាដែលបានមកលេងស្រែស្រូវកាហ្វេគាត់ជិះឃើញហើយនៅខាងក្រោយណោះហើយយើងក៏មិនភ្លេចជាមួយនឹងការថែស្បែករបស់យើងដែរដោយសារតែយើងត្រូវតែលាបឡេជារៀងរាល់ថ្ងៃដើម្បីស្បែកយើងសអីចឹងណាហើយឡេដែលខ្ញុំប្រើប្រាស់ជាប្រចាំថ្ងៃនោះចាគឺឡេមីសរបស់ចែកញៀកនឹងហើយដោយសារតែខ្ញុំពីមុនជាមនុស្សដែលមានស្បែកខ្មៅខ្លាំងមែនទែនចាទៅពេលបានប្រើប្រាស់លេហ្នឹងទៅគឺថាឃើញស្បែកខ្លួនឯងសថ្លាជាងមុនអីចឹងណាហើយយើងក៏មកញ៉ាំបាយម្ដងដោយសារតែយូរដែរយើងឃ្លានបាយមកតាំងពីព្រឹកក៏ដោយសារតែថ្ងៃនេះមានកិច្ចការនៅបាត់ដំបងមកជួបបន្ទប់អីចឹងណាក៏ឈានមកលេងមួយផ្លេតទៅដោយសារតែយើងខានមកបាត់ដំបងយូរដែរហើយណាមួយឥឡូវហ្នឹងខ្ញុំសារៈរៀនរងចាំថ្ងៃប្រឡងហ្នឹងខែ7ខែ8ក៏ឆ្លៀតចូលលេងផ្លេតទៅហើយបាយឆានេះដែរចាគឺខ្ញុំកំងចំនួន1ចានគឺបាយឆាសាច់គោគឺយើងញ៉ាំពីផ្ទាប់ជាមួយនឹងទឹកត្រីកោះកុងដាក់ក្រូចឆ្មានេះគឺថាញ៉ាំឆ្ងាញ់មែនតែនជាមួយបរិយាកាសបែបខៀវខ្ចីដោយសារតែអ៊ំគាត់កាត់មកអមនៅគៀននឹងអីចឹងណាហើយយើងអត់មានអីទេតែប៉ុណ្្នេះឯងបាយបាយអរគុណសម្រាប់ការទស្សនា